ពេចតែម្ដងបែកកលេបែកអីទៅបាទនេះមើលនេះគឺចំពោះម៉ូតូវិញប្រិមិត្តបាទគឺខ្ទេចតែម្ដងម៉ូតូ Max Zoomer X ពណ៌ខ្មៅលីតាក្រូចគឺខ្ទេចបាទផ្នែកខាងមុខហើយកង់ក្រោយគឺដាច់ចេញពីម៉ូតូតែម្ដងគឺមូលចូលគ្នាហ្មងបាទហើយចំពោះម៉ូតូនេះគឺពាក់ស្លាកលេខភ្នំពេញ 1GK 1159ហើយចំពោះជនរងគ្រោះដែលជាយុវជនដែលជាសិស្សសាលាហ្នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហេតុកំពុងធ្វើការសង្គ្រោះហើយខណៈពេលបុកភ្លាមហ្នឹងគឺម៉ូតូផ្លោងដល់កន្លែងនេះបាទនេះស្នាមគេគូសក្រហមនេះប្រិមិត្តបាទនៅតាមបណ្ដោយផ្លូវ OCIC ស្ថិតនៅក្នុងភូមិគៀនឃ្លាំងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាមានករណីរថយន្ត Land Cruiser ស៊េរីទំនើបមួយគ្រឿងបុកជាមួយនឹងម៉ូតូ Zoomer X មួយគ្រឿងបណ្ដាលឲ្យយុវជនម្នាក់ដែលជាសិស្សសាលារងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យតាមប្រភពព័ត៌មានតាមបងប្រុសបាទសន្តិសុខដែលគាត់ជាអ្នកធ្វើការនៅម្ដុំនេះគាត់បញ្ជាក់ប្រាប់ថាម៉ូតូមកពីខាងនោះបាទម៉ូតូមកពីខាងនោះហើយរថយន្តមកត្រង់បាទមកពីខាងនោះមកហើយគណៈពេលមកដល់ចំណុចផ្លូវប្រសពផ្លូវបំបីជា4នេះក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវនេះបណ្ដាលឲ្យម៉ូតូនឹងដាច់កង់ចេញពីម៉ូតូតែម្ដងហើយចំពោះរថយន្តវិញគឺកលាប់ផ្ងាជើងតែម្ដងប្រិមិត្តបានឃើញហើយបាទគឺបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋពិសេសគឺកម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃអធិការខណ្ឌជ្រោយចង្វានិងស្នងការបានអញ្ជើញមកដល់ទីតាំងកន្លែងកើតហេតុសហការគ្នាធ្វើការវាស់វែងជុំវិញទីតាំងកន្លែងកើតហេតុផងដែរប្រិមិត្តស្ថានភាពនៅទីតាំងកន្លែងកើតហេតុយើងឃើញហើយបាទរថយន្តគឺកលាប់ផ្ងាជើងហើយចំណែកឯខឿនថ្មដែលជាខឿនសួនពុះចៃទ្រូងផ្លូវក៏បណ្ដាលឲ្យមានការបែកបាក់ខ្ទាតបាទជាច្រើនកំណាត់ផងដែរហើយចំពោះម៉ូតូវិញប្រិមិត្តបាទគឺខ្ទេចតែម្ដងម៉ូតូ Max Zoomer X ពណ៌ខ្មៅលីតាក្រូចគឺខ្ទេចបាទផ្នែកខាងមុខហើយកង់ក្រោយគឺដាច់ចេញពីម៉ូតូតែម្ដងគឺមូលចូលគ្នាហ្មងបាទហើយចំពោះម៉ូតូនេះគឺពាក់ស្លាកលេខភ្នំពេញ 1GK 1159ហើយចំពោះជនរងគ្រោះដែលជាយុវជនដែលជាសិស្សសាលាហ្នឹងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យហេតុកំពុងធ្វើការសង្គ្រោះហើយខណៈពេលបុកភ្លាមហ្នឹងគឺម៉ូតូផ្លោងដល់កន្លែងនេះបាទនេះស្នាមគេគូសក្រហមនេះប្រិមិត្តបាទគឺផ្លោងមកដល់កន្លែងហ្នឹងហើយចំពោះរថយន្តវិញគឺកលាប់ផ្ងាជើងតែម្ដងយ៉ាងណាមិញយើងមិនដឹងថាខាងណាខុសខាងណាត្រូវទេយើងទុកឲ្យជំនាញចរាចរណ៍ផ្លូវគោកលោកធ្វើការវាស់វែងនិងឆែកទៅលើកាមេរ៉ាមានកាមេរ៉ាប្រិមិត្តបាទអញ្ចឹងយើងមិនដឹងថាខាងណាខុសខាងណាត្រូវហើយក្រៅរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋយើងសូមឲ្យមានការប្រុងប្រយ័ត្នជាពិសេសការធ្វើដំណើរនៅតាមដងផ្លូវឲ្យមានការយោគយល់គ្នាកុំចង់ឈ្នះគ្នាយើងដើម្បីបង្ការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបាទ